bạn chẳng số đây bong phốt ông của mình tỏ khni mà xa tiếp bạn tiện tàu năng video năng đá nhằm đồng hàng pi cả bạn rip trong tờ lưới bạn Facebook page chỉ vừa cầm bao giờ chẳng nhân năng 12 tiện tàu chúng mình năng cả bạn dùng chất cho tới căn profile và dương sân mà bạn chẳng bạn chia sẻ tới ca rip trong Facebook page ở mới tới bạn về cột cron sập đập mới tới việc cột chung chối mới tới về ai miền tầng profile tầng cover bạn tầng bạnព័ត៌មានផ្សេងៗចឹងដូចនៅក្នុងហ្នឹងអញ្ចឹងខ្ញុំបានអាប់ឡូតពាក់ព័ន្ធជាមួយនឹងរូប cover ហើយនិងបាទនៅរូប profile មួយទៀតអញ្ចឹងតើតើនឹងរូប cover និងរូប profile ដូចគ្នាដែរដើម្បីអាប់ឡូតបានបងប្អូនអង្គមីមើលសញ្ញារូបកាមេរ៉ាហ្នឹងទៅបាទខ្ញុំចុចទៅលើហ្នឹងហើយនឹងរូបនេះបាទចឹងចុចទៅលើហ្នឹងទៅគឺយើងអាចធ្វើការបាទអាប់ឡូតជាមួយនឹងឬក៏ផ្ទុកឡើងជាមួយនឹងរូបភាពដើម្បីដាក់តំណាងបានហើយអញ្ចឹងវាមិនខុសគ្នាពី account profile ទេយើងអាចអាប់ដែលឬក៏ upload វាបានបាទអញ្ចឹងខ្ញុំចុចទៅលើនឹងសាកមើលដើម្បីធ្វើការ upload ឲ្យមើលបាទអញ្ចឹងខ្ញុំធ្វើការជ្រើសរើសរូបភាពអញ្ចឹងនៅពេលដែលចុចជ្រើសរើសហើយយើងនឹងឃើញរូបភាពនៅក្នុង album របស់យើងមានទាំងអស់ហ្នឹងដែលនៅក្នុងឧបករណ៍យើងវានឹងចូលមកកន្លែងហ្នឹងអញ្ចឹងយើងធ្វើការជ្រើសរើសមួយណាដែលយើងស្រឡាញ់ហ្នឹងទៅអញ្ចឹងឧទាហរណ៍ក្នុងហ្នឹងខ្ញុំចុចជ្រើសរើសបាទរូបនេះមួយបាទជាការឧទាហរណ៍អញ្ចឹងយើងអាចធ្វើការចុចផ្ទុកឡើងឬក៏រក្សាទុកខាងលើគេពុក Q ហ្នឹងបាទចុចទៅគឺវាចាប់ដើមបាទធ្វើការផ្ទុកឡើងឲ្យយើងហើយអញ្ចឹងបន្តមកទៀតនៅក្នុងការរៀបចំ account ទំព័រអាជីវកម្មឲ្យគ្រប់ជ្រុងជ្រោយវាមាន4ធាតុវាមានទី1បាទរូប profile របស់យើងតំណាងអាជីវកម្មហ្នឹងគឺជារូបដែលតំណាងសម្គាល់ហ្មងនៅពេលដែលគេឃើញរូបហ្នឹងគេដឹងថាយើងជាអាជីវកម្មអីដាក់រូបយើងអញ្ចឹងទៅយើងអ្នកលក់អំបុកមើលទៅគេដឹងថាយើងជាម្ចាស់អាជីវកម្មលក់អំបុកអញ្ចឹងទៅថ្ងៃក្រោយគេស្គាល់យើងគេដឹងដល់លទ្ធផលរបស់យើងបាទអញ្ចឹងរូបខាងក្រោយគេ cover នេះញ៉ាំនេះខ្ញុំដាក់ឧទាហរណ៍ទេអញ្ចឹងមកបងប្អូនអ៊ំពូមីងបាទមានជារូបអីឬក៏លទ្ធផលអីដែលចង់ដាក់បង្ហាញឲ្យគេចាប់អារម្មណ៍នៅពេលដែលគេចុចចូលក្នុងទំព័រអាជីវកម្មរបស់យើងដំបូងគេចាប់អារម្មណ៍ដំបូងគេហ្មងអញ្ចឹងរូបខាងក្រោយគេហ្នឹងគឺជាបាទកន្លែងមួយដែលលេចធ្លោជាងគេនៅពេលដែលគេចូលមក page អាជីវកម្មរបស់យើងគេនឹងឃើញអាហ្នឹងមុនគេហើយឥឡូវយើងសួរខ្លួនឯងតែយើងចង់បង្ហាញអីឲ្យគេឃើញនៅពេលដែលគេចិត្តចូលមកមើលមុនដំបូងអញ្ចឹងឧទាហរណ៍ខ្ញុំមានលក់អាជីវកម្មត្រីងៀតជីក្រកអញ្ចឹងទៅផលិតផលអាជីវកម្មបាទបែបហ្នឹងអញ្ចឹងខ្ញុំធ្វើការថតរូបចម្រុះដាក់បញ្ចូលគ្នាដើម្បីបង្ហាញកន្លែងហ្នឹងនៅពេលដែលគេចិត្តចូលក្នុង page អាជីវកម្មខ្ញុំគេនឹងឃើញផលិតផលខ្ញុំមុនគេមកអញ្ចឹងគេចាប់អារម្មណ៍ម្ដងបាទអញ្ចឹងកន្លែងហ្នឹងធ្វើការ upload ចុចលើកន្លែងរូបកាមេរ៉ាដូចគ្នាដែរបាទចុចទៅយើងធ្វើការជ្រើសរើសទី2នេះបាទចុចលើទី2ហ្នឹងទៅយើងអាចជ្រើសរើសរូបភាពបានហើយបាទអញ្ចឹងដោយសារតែខ្ញុំឧទាហរណ៍ទេខ្ញុំមិនបានចុចយកបន្ថែមទេខ្ញុំចុចមកក្រៅវិញអញ្ចឹងបាទទាក់ទងនឹងទី3គឺឈ្មោះអាជីវកម្មយើងឯងបាទឈ្មោះអាជីវកម្មហ្នឹងខ្ញុំបានបង្ហាញក្នុងវីដេអូមុនអីពាក់ព័ន្ធជាមួយនឹងការរៀបចំផ្លាស់ប្ដូរឈ្មោះគេរៀបចំធ្វើម៉េចបាទចុចកន្លែងណាខ្លះយើងអាចអញ្ជើញទៅមើលវីដេអូខាងមុនបានហើយបន្តមកទៀតទី4គឺបាទ bio ឬក៏យើងហៅថាការពិពណ៌នាលម្អិតពីអាជីវកម្មយើងអញ្ចឹងក្បួនក្នុងការពិពណ៌នាហ្នឹងគឺយើងមាន3ចំណុចដែរបាទដែលសំខាន់ទី1ភេទផលិតផលសេវាកម្មគឺយើង list down ឬក៏យើងរាយរាប់ប្រាប់គេអស់មកយើងធ្វើអាជីវកម្មខាងអីគេវិញបាទយើងអាចសួរស្ដីបងប្អូនទាំងគ្នាទីដាទៅដោះគោខ្ញុំមានលក់ទៅដោះគោគ្រប់ប្រភេទបាទដោះគោចេះ1ចេះ2ចឹងទៅបន្ទាប់មកទៀតមានបង្ហាញពាក់ព័ន្ធជាមួយនឹងទីតាំងអញ្ចឹងដល់ពេលដែលគេចាប់អារម្មណ៍ទៅលើលទ្ធផលរបស់យើងគេចង់មករកទីតាំងផ្ទាល់គេអាចមើលតាមរយៈ bio នឹងបានអញ្ចឹងទី3មានបាទលេខតំណែងទូរស័ព្ទអញ្ចឹងនៅពេលដែលគេចាប់អារម្មណ៍គេចង់តំណែងមកសួរផ្ទាល់លឿនតែម្ដងគេអាចបាទតាមលេខទូរស័ព្ទនឹងបាននៅពេលដែលយើងដាក់បង្ហាញគេឃើញគេតាក់ទងទៅហើយបាទអានេះជំរឿនរបស់គេបើសិនគេមិនចង់តាក់ទងតាមបាទ Facebook page ទេភាគច្រើនមនុស្សចាស់ចំណាស់ភាគច្រើនគឺគាត់តាក់ទងតាមទូរស័ព្ទឲ្យភាគច្រើនអញ្ចឹងយើងដាក់លេខឲ្យគេទៅបាទអញ្ចឹងពាក់ព័ន្ធនឹងការបាទផ្លាស់ប្ដូរព័ត៌មានទៅលើ bio ឬក៏ការពិពណ៌នាហ្នឹងខ្ញុំសូមធ្វើការបង្ហាញតែម្ដងទៅអញ្ចឹងនៅពេលដែលយើងបង្កើត page ដំបូងកន្លែងហ្នឹងមិនទាន់មានទេអត់ទាន់អាចចុចបានទេអញ្ចឹងយើងត្រូវចុចមកកន្លែងត្រី3នេះបាទចុចតាមខ្ញុំមកបាទចុចកន្លែងត្រី3នេះហើយអាចធ្វើការចុចកន្លែងពាក្យ edit នេះបាទខាងទី2ហ្នឹងអញ្ចឹងបងប្អូនទាំងអស់គ្នានឹងមកដល់កន្លែងខាងក្រោមមកបាទឃើញពាក្យ bio ហ្នឹងហើយនេះ bio
ចុចលើកន្លែងហ្នឹងមកយកពាក្យអក្សរពណ៌ខៀវនេះ edit ចុច edit មកបាទចុចលើគេទី1នេះយើងអាចធ្វើការវាបញ្ចូលបានសម្រួលបានបាទអាចវាតាមអ្វីដែលយើងចង់ដាក់ទៅឧទាហរណ៍ខ្ញុំថាអក្សរមួយទៀតបាទអញ្ចឹងកន្លែងហ្នឹងវានឹងលោតខាងស្ដាំខាងលើគេចេញពាក្យរក្សាទុកអញ្ចឹងអាចចុចលើពាក្យរក្សាទុកហ្នឹងទៅគឺរួចរាល់ជាការស្រេចបាទអញ្ចឹងទាំងអស់ពាក់ព័ន្ធជាមួយនឹងការរៀបចំ Facebook account ទំព័រអាជីវកម្មបាទរៀបចំឬក៏តូបអនឡាញរបស់យើងហ្នឹងបាទខ្ញុំមានតាំងពីវីដេអូមុនមកអាចសូមធ្វើការមើលឲ្យអស់ទៅដើម្បីកុំឲ្យដាច់ភាគបាទអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាអញ្ចឹងកុំភ្លេចយកទៅអនុវត្តផងបាទអរគុណច្រើន